អ្នកទោសប្រហារជីវិតម្នាក់បានលួចជំជោខ្ទាស់មួយដោយទ្រាំការឈឺចាប់រួចញ៉ាត់វាចូលទៅក្នុងមុខរបួសថែមទាំងលួចស្លាប់ព្រាមមួយទៀតតែគ្រាន់តែដើរចេញពីទ្វារភ្លាមឆ្មាំគុកសម្លឹងមើលប្រអប់បាយក៏ដឹងថាមានរឿងខុសប្រក្រតីឈប់សិនឆ្មាំក៏យកកាំភ្លើងតម្រង់ទៅរកគាត់ភ្លាមរួចចូលមកឆែកឆេរពេញខ្លួនតែឆែកយ៉ាងណាក៏រកមិនឃើញស្លាបព្រានោះដែរទើបបង្ខំចិត្តដោះលែងគាត់តែអ្នកណាទៅដឹងថាកំហុសដ៏តូចមួយនេះនឹងនាំគ្រោះមហន្តរាយមកដល់គុកមួយនេះតាមពិតអ្នកទោសជាងហ៊ូយេម្នាក់នេះមិនមែនមនុស្សធម្មតាទេប៉ុន្មានថ្ងៃមុនពេលទៅដល់ផ្ទះគាត់ឃើញម្ដាយដេកដង្ហើមចង្រិតនៅលើឥដ្ឋមុនស្លាប់ម្ដាយបានប្រាប់ថាឃាតករគឺប្រពន្ធរបស់គេមិនទាន់ទាំងបានតាំងស្មារតីផងប្រពន្ធចិត្តអាក្រក់ក៏នាំប៉ូលីសមកដល់គាត់ត្រូវបានចាប់ខ្លួនភ្លាមហើយត្រូវរងការចាប់ប្រកាន់ថាជាឃាតករសម្លាប់ម្ដាយត្រូវកាត់ទោសប្រហារជីវិតឡើងដល់តុលាការទើបគាត់ដឹងថាប្រពន្ធនិងសហ័យស្មន់បានរៀបចំគម្រោងការនេះតាំងពីយូរមកហើយគោលបំណងគឺចាប់គាត់ដាក់គុកដើម្បីលេបយកទ្រព្យសម្បត្តិទាំងអស់ដើម្បីរត់ចេញពីគុកនរកនេះទៅសងសឹកគាត់ក៏បានធ្វើយ៉ាងដូចនេះមិនត្រឹមតែលួចជំជោខ្ទាស់និងស្លាប់ព្រាទេគាត់ថែមទាំងយកដបទឹកដោះគោមួយហើយហែកយកស្រទាប់ផ្លាស្ទិកស្ដាងពីលើនោះមកគាត់បំរុងនឹងប្រើរបស់បីយ៉ាងនេះដើម្បីហែកគុករត់គេចខ្លួនកាមេរ៉ាសុវត្ថិភាព35197សរុបមានលេខកូដបន្សំ24របៀបក្រោយម៉ោង9ឆ្មាំគុកនឹងត្រួតពិនិត្យម្ដងទៀតនៅសល់ពេល3ម៉ោងទៀតការិយាល័យរបស់លោកស៊ីវនៅជាន់ទី2ខ្ញុំត្រូវតែឆ្លៀតពេល3នាទីចន្លោះការផ្លាស់វេនដើម្បីបើកទ្វារសុវត្ថិភាពរបស់គាត់ឲ្យបានឆាប់ឡើងមានរឿងអីខុសប្រក្រតីទេគ្រប់យ៉ាងធម្មតាទេបន្តយាមកម្មទៀតទៅមកតាមខ្ញុំ
ខាងខ្ញុំក៏រកមិនឃើញដែរចម្លែកណាស់អំបញ្ញមិញទើបតែសំលេងសោះមិនក៏បាត់មនុស្សទៅណាហើយទៅតាមខ្ញុំតោះគុំរំលងបន្ទប់ណាមួយឲ្យសោះបាទពេញមួយគុកនេះមានតែវាម្នាក់ទេដែលមានរបួសបើកទ្វារចេញមកនៅទីនេះមានមនុស្សទេអេខ្ញុំនៅទីនេះខ្ញុំនៅទីនេះសុំទោសផងខ្ញុំកំពុងហាត់ប្រាណយប់ប្រលប់ហើយមិនដេកពួនទេធ្វើស្អីហ្នឹងអញប្រាប់ឯងឲ្យហើយធ្វើខ្លួនឲ្យស្រួលបួលបន្តិចទៅឆែកមើលគុំរំលងគៀនកោះណាមួយឲ្យសោះរីកាមេអ្នកទោសជឿហើយត្រូវបញ្ជូនទៅពេទ្យយល់ហើយនៅសល់តែ6ថ្ងៃទៀតទេខ្ញុំត្រូវតែចេញទៅឲ្យទាន់មុនពេលពួកគេបង្ខំយ៉ាវៗឲ្យរៀបការជាមួយហ្វាងជីងមីងបើមិនអញ្ចឹងទេនាងច្បាស់ជាជួបគ្រោះថ្នាក់មិនខានឆ្មាំយាមពេលយប់ដើរល្បាតម្ដងរៀងរាល់30នាទីប្រវែងច្រកកបៀង50ម៉ែត្រដើរមកទីនេះត្រូវចំណាយ7នាទីដល់3នាទីចេញសម្រាប់ភាពមិនច្បាស់លាស់តាមការគិតពេលវេលាសុវត្ថិភាពគឺមានប្រហែល20នាទីចំណែកដីដែលកាយចេញពីជញ្ជាំងត្រូវយកវាទៅចោលបន្តិចម្ដងរាល់ថ្ងៃនៅទីលានកីឡាឡានដឹកទំនិញនឹងមកបញ្ជូនអីវ៉ាន់រាល់ថ្ងៃនៅម៉ោង9:25នាទីព្រឹកខ្ញុំនឹងចាក់ចេញនៅរាល់ម៉ោង9:25នាទីយប់ធ្វើដំណើរពីចំណតឡានមកទីនេះត្រូវចំណាយពេល10នាទីរាល់ឡានដែលចេញចូលនឹងត្រូវឈប់ត្រួតពិនិត្យដូច្នេះវិធីល្អបំផុតគឺត្រូវតោងជាប់នឹងបាតឡាននោះចាំទុកបន្តិចទៀតក្រោយសម្រាប់ជាងហួយយ៉ារួចត្រូវច្រកសាកសពវាចូលក្នុងថង់នេះយល់ទេប៉ាត់មេយប់នេះជាពិធីភ្ជាប់ពាក្យរបស់លោកប្រុសហ្វាងយើងក្នុងនាមជាសាច់ញាតិខាងស្រីរៀបចំកាដូដ៏ភ្ញាក់ផ្អើលមួយនេះឲ្យគាត់ច្បាស់ជាពេញចិត្តខ្លាំងមិនខានអូមែនហើយពេលសម្រាប់ជាងហួយយាកុំឲ្យវាងាប់ស្រួលពេកយល់ទេប៉ាត់មេតោះទៅស្អុយចង់ងាប់ហើយតោះជាងហួយយ៉ាយប់នេះប្អូនស្រីឯងនឹងក្លាយជាក្មេងលេងរបស់លោកប្រុសហ្វាងហើយអញពេលនេះនឹងបញ្ជូនឯងទៅជួបជុំគ្រួសារនៅឋាននរកទៅងាប់ទៅឆ្កែឆ្កួតឯងចង់ហែកគប់មែនទេលើកដៃឡើង
ចាំទុកបន្តិចទៀតសម្រាប់វាហើយច្រកសាកសពវាចូលថងនេះយកទេយប់នេះពិធីភ្ជាប់ពាក្យលោកប្រុសហ្វាងយើងក្នុងនាមជាសាច់ញាតិខាងស្រីរៀបចំកាដូដ៏ភ្ញាក់ផ្អើលនេះឲ្យគាត់ច្បាស់ជាពេញចិត្តខ្លាំងមិនខាននៅសល់5នាទីទៀតឡានទំនិញនឹងចេញដំណើរហើយប្រហែលជាទាន់ពេលសិនជាវៃលោសៀវកាដូដ៏ភ្ញាក់ផ្អើលមួយនេះពួកឯងច្បាស់ជាពេញចិត្តខ្លាំងមិនខានត្រៀមខ្លួនអនុញ្ញាតឲ្យចេញចេញរួចហើយ